តើតម្លៃមាសអាចចុះដែរឬទេដោយសារកត្តាទាំង3នេះសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងរហូតដល់ 99.3 កាលពីសប្តាហ៍មុននិងបានធ្លាក់ចុះមកវិញបន្តិចនៅព្រឹកថ្ងៃច័ន្ទនេះនៅកម្រិត 98.4 ដោយសារតែប្រតិកម្មដែលមានការរាយការណ៍ថាប្រទេសអឺរ៉ុបបានដាក់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិកដែលមានគោលបំណងបើកច្រកសមុទ្រអូម៉ូសឡើងវិញនិងបន្ធូរបន្ថយភាពតានតឹងសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតី Donald Trump បានលុបចោលផែនការបញ្ជូនបេសកជនជាន់ខ្ពស់សម្រាប់កិច្ចចរចាជុំទី2ជាមួយអឺរ៉ុបខណៈដែលទីក្រុងតេហេរ៉ង់បានបញ្ជាក់ជាថ្មីថាខ្លួននឹងមិនចូលរួមក្នុងការចរចាក្រោមលក្ខខណ្ឌគម្រិតកំហែងឬការបិទច្រកហូម៉ូសនោះទេទន្ទឹមនឹងនេះផងដែរធនាគារកណ្ដាលសហរដ្ឋអាមេរិកត្រូវបានគេរំពឹងទុកថាអាចនឹងរក្សាអត្រាការប្រាក់របស់ខ្លួនឲ្យនៅដដែលនៅថ្ងៃពុធនេះដែលនេះជាកិច្ចប្រជុំនឹងការសម្រេចចុងក្រោយរបស់ប្រធាន Jerome Powell មុនពេលលោក Kevin Warsh ត្រូវបានគេរំពឹងថានឹងទទួលតំណែងជំនួសនៅក្នុងខែឧសភាឆ្នាំ2026នេះ Technical Outlook នៃសន្ទុះប្រាក់ដុល្លារកាលពីសប្តាហ៍មុនគឺបានស្ថិតនៅក្នុងនិន្នាការឡើងហើយបានឡើងដល់កម្រិត 99.3 អ្វីត្បិតតែបើផ្សារនៅសប្តាហ៍នេះមានការធ្លាក់ចុះបន្តិចក៏ដោយគួររំលឹកផងដែរថាកាលពីសប្តាហ៍មុនតម្លៃមាសបានហក់ឡើងខ្ពស់រហូតដល់កម្រិត $4,830 នៅក្នុង1អោនហើយបានធ្លាក់ចុះមកវិញនៅក្រោមកម្រិត $4,720 នៅក្នុង1អោនដោយសារតែទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនមានភាពល្អប្រសើរនិងសន្ទុះប្រាក់ដុល្លារបានហក់ឡើងបន្តិចឡើងវិញកត្តាមួយទៀតដែលនាំឲ្យតម្លៃមាសមានការធ្លាក់ចុះក៏បណ្ដាលមកពីតម្លៃអតិផរណារបស់តម្លៃប្រេងឆៅបានហក់ឡើងរហូតដល់កម្រិត $95.8 ក្នុង1បារ៉ែលយោងតាមការវិភាគតាម technical នៃ Fibonacci retracement យើងឃើញថាតម្លៃមាសបានធ្វើ correction នៅកម្រិត 1/2 ដែលស្មើនឹង $4,720 ក្នុង1អោនហើយយើងឃើញថាកម្រិត 1/2 នេះហាក់បីដូចជារៀងនៅត្រឹងនឹងមានការពិបាកនៅក្នុងការបំបែកខ្លួនទៅខាងលើដូច្នេះបានសេចក្តីថា bear in control ចំណែកឯរូបរាងនៃ candlestick នៅក្នុង day 1 នៃតម្លៃមាសយើងឃើញថាបានលេចរូបរាងជា bear engulfing ចំនួន2គឺនៅថ្ងៃអង្គារនៅថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍មុនហើយចំណែកឯ RSI របស់តម្លៃមាសក្នុងរយៈពេល day 1 នេះយើងឃើញថាស្ថិតនៅកម្រិត 47 ដែលជាកម្រិតមួយដែលបញ្ជាក់ថាតម្លៃមាសអាចនឹងបន្តចុះទោះបីជាយ៉ាងណាក៏ដោយប្រសិនបើជាតម្លៃ 1/2 នេះត្រូវបានបែកនោះអាចនឹងផុសរហូតដល់កម្រិត golden zone ឬក៏យ៉ាងថា safe zone នៅតម្លៃ 2/3 ដែលស្មើនឹង $4,960 នៅក្នុង1អោនសរុបមកយោងតាមការវិភាគទៅលើ Fibonacci retracement យើងឃើញថា bear in control ហើយមួយទៀតយើងឃើញថាតម្លៃសន្ទុះប្រាក់ដុល្លារក៏នៅតែបន្តការហក់ឡើងដោយសារតែទិន្នន័យល្អនិងមានការរំពឹងទុកថាធនាគារកណ្ដាលរក្សាអត្រាការប្រាក់ដដែលនៅថ្ងៃពុធនេះនិងតម្លៃអតិផរណារបស់ប្រេងឆៅដែលនៅតែបន្តហក់ឡើងដែលកត្តាទាំង3នេះអាចនាំបណ្ដាលឲ្យតម្លៃមាសស្ថិតនៅក្នុងកម្រិត bearish